ល្ងងណាខ្ញុំគិតថាឆ្លាតណាអ្នកដែលក្បត់មនុស្សដែលស្មោះត្រង់ដើម្បីប្រយោជន៍ដើម្បីលុយដើម្បីអ្វីក៏ដោយនោះគឺល្ងងណាស់ពីព្រោះមនុស្សដែលស្មោះត្រង់មានតម្លៃខ្លាំងជាងលុយដែលមិនអាចកាត់ថ្លៃបានអត់មានអីយកមកប្រៀបទៅបានទេដល់តែពេលអ្នកឯងទៅក្បត់មនុស្សដែលស្មោះត្រង់នេះដែលគិតថាខ្លួនឯងឆ្លាតគឺបាត់បង់ភ្នំមាសភ្នំពេជ្របាត់បង់របស់ដែលមានតម្លៃបំផុតដែលមិនអាចយកអីទៅជួសជំនួសបានណាហើយអ្នកឯងក៏ខ្លាយទៅជាមនុស្សដែលថោកបំផុតរកលេខដាក់គ្មានទេមនុស្សដែលឆ្លាតវៃគេសុខចិត្តបាត់បង់អ្វីៗក៏បាត់បង់ទៅប៉ុន្តែរក្សាទំនុកចិត្តជាមួយនឹងមនុស្សដែលមានភាពស្មោះត្រង់មនុស្សដែលមានភាពស្មោះត្រង់មិនត្រឹមតែរួមយីរកប្រយោជន៍ទេអាចការពារអាយុជីវិតអាចការពារកិត្តិយសសេចក្តីថ្លៃថ្នូរអាចធ្វើអ្វីៗឲ្យមានតម្លៃឲ្យល្អប្រសើរឡើងបានទាំងអស់ណាដូច្នេះហើយបានជាយើងឃើញថាភាពស្មោះត្រង់មានតម្លៃខ្លាំងអញ្ចឹងបានតែមនុស្សថោកទាបអត់មានវាអញ្ចឹងហើយបានមនុស្សដែលបានយើងទៅរកអាភាពស្មោះត្រង់ក្នុងខ្លួនមនុស្សថោកទាបអត់បានណាទាំងអស់គ្នាគឺត្រូវឲ្យតម្លៃទៅលើភាពស្មោះត្រង់ហើយឲ្យតម្លៃខ្លាំងបំផុតមនុស្សដែលមានភាពស្មោះត្រង់ហើយចាត់ទុកថាខ្លួនឯងមានសំណាងហើយដែលបានជួបមនុស្សដែលស្មោះត្រង់ស្មោះស្ម័គ្រនោះអត់មានយកលុយប៉ុនភ្នំយកមកដូរបាននោះទេ